បាទសួស្តីបងប្អូនបាទសេចក្លាយើងមកមើលបាទត្រង់មកគ្រាប់ដែលបច្ចុប្បន្នកូនវាដាក់ប្រកាត់ចូលច្រើនហើយបាទនេះគឺជាប្រភេទ Asil Saraba បាទកូនវាបាន2ជំនាន់ហើយបងប្អូន Asil Saraba នេះគឺឆ្អឹងឆ្អែងធំល្អហើយវាយជើងរលាស់ល្អបាទវាយចំមាន់ល្អបាទ Asil Saraba កសិដ្ឋានរបស់យើងខ្ញុំយកមកប្រកាត់បានកូន2ជំនាន់ហើយបច្ចុប្បន្នយើងកំពុងតែក្រោសជាមួយនឹងឈាមជ័រមេដែលបងប្អូនបានឃើញនេះបាទប្រមាណគ្រាប់នេះប៉ុន្តែខ្ញុំអត់អាចប្រាប់ឈាមជ័រមេបានទេបាទអញ្ចឹងយើងដឹងហើយប្រភេទ Asil បាទគឺមានច្រើនបាទមានប្រភេទ Asil Baby Ball មានប្រភេទAsil Samu Asil Saraba Asil Pakistan Asil Pumpkin ព្យូ Asil បាទហើយនឹងប្រភេទបាទ Asil ច្រើនទៀតបាទវាមានតម្រង់ហើយនឹងចង្វាក់ជល់ហ្នឹងគឺខុសពីគ្នាដូចគ្នាទេបងប្អូនណាដូចជា Asil Saraba នេះបាទវាមានចង្វាក់ជល់របស់វាហ្នឹងគឺផ្សេងប្រភេទព្យូ Asil Pumpkin ពួកអសបលពៅដែលយើងយកមកកន្លងទៅហ្នឹងអាហ្នឹងគឺសង្វាក់ជល់កូនរបស់វានិងភាពធន់របស់វាផ្សេងបាទប្រភេទ Asil Baby Ball ឬក៏ប្រភេទ Asil Cross ផ្សេងបាទគឺសង្វាក់ជល់អត់ដូចគ្នាទេបាទអញ្ចឹងគឺអាស្រ័យទៅលើម្ចាស់កសិដ្ឋានគាត់រៀបចំថាឈាមជ័រណាត្រូវដាក់ជាមួយឈាមជ័រណាដើម្បីទទួលបាននៅសង្វាក់ជល់ដែលយើងអាចចេញប្រកួតទៅបាទសង្វាក់ជល់ហ្នឹងវាមានគុណភាពសម្រាប់អ្នកដែលគាត់លេងវិស័យបាល់សីកីឡាបាទអញ្ចឹងមានច្រើនបងប្អូនណាហើយកូនវាក៏មានច្រើនដែរបងប្អូនចង់ដឹងអំពីសង្វាក់ជល់ចង់បានខ្សែស្រឡាយពូជនេះបងប្អូនអាចតាក់ទងមកកាន់កសិដ្ឋានស្ដេចបក្សីបង្កាត់ព្រៃសរបាន